សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីការវិនិយោគទុននៅក្នុងភាគហ៊ុនមួយដែលមានឈ្មោះថា AEM ដែលជាក្រុមហ៊ុនរុកររ៉ែមាសនៅក្នុងប្រទេសកាណាដាក្រុមហ៊ុននេះគឺជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសកាណាដាហើយក្រុមហ៊ុននេះalsoមានគេហៅថាហ៊ុននៅក្រៅប្រទេសផ្សេងៗទៀតដែលមាន3ប្រទេសគឺប្រទេសអូស្ត្រាលីប្រទេសហ្វាំងឡង់និងប្រទេសមិចស៊ីកូដែលចូលហ៊ុនហើយនៅមានភាគហ៊ុនធំជាច្រើននៅក្នុងក្រុមហ៊ុននេះហើយក៏មានអ្នកធ្វើការហ្នឹងរហូតដល់ទៅ1,500 នាក់ឯណោះបងប្អូនគឺច្រើនក្រុមហ៊ុនគេធំហើយភាគហ៊ុននេះបានហក់ឡើងខ្លាំងនៅកំឡុងឆ្នាំ2025ហ្នឹងគឺហក់ឡើងរហូតដល់ទៅ60%AEM ហ្នឹងគឺបានសម្គាល់ថាសាច់ប្រាក់នៃត្រីមាសទី3ហ្នឹងគឺបានមានភាពរឹងមាំខ្លាំងនៃភាគហ៊ុនហើយក៏មានអ្នកវិនិយោគច្រើននៅក្នុងក្រុមហ៊ុននេះអ្នកវិនិយោគទុនហ្នឹងបាននិយាយថាបើសិនជាអ្នកវិនិយោគទុនហ្នឹងទិញ hold for long time គឺនឹងកើនប្រាក់ចំណេញគុណទ្វេអញ្ចឹងបើសិនជាគេទិញហើយគេទុកពេលវែងចំណេញកាន់តែច្រើនបងប្អូនព្រោះអីមាសដូចបងប្អូនបានដឹងស្រាប់ហើយថាតម្លៃមាសគឺមិនដែលចុះថ្លៃទេគឺតាំងតឡើងតាំងតពីដើមមកគាត់ថាឡើងតិចម្ដងតែកំឡុងឆ្នាំ2025នេះគឺវាឡើងខ្លាំងមែនតែនវាឡើងដូចថាគុណជា2បងប្អូនភាគហ៊ុននេះខ្ញុំលេងយូរហើយប៉ុន្តែការខ្ញុំលេងហ្នឹងគឺជំនាន់មុនហ្នឹងតម្លៃវាថោកទេតែ100អីទេតែមួយ share 100ឥឡូវវាជិត200ទៅហើយវាគុណនឹង2ឯងបងប្អូនអញ្ចឹងវាឡើងថ្លៃខ្លាំងក្រុមហ៊ុននេះបង្កើតយូរហើយបងប្អូនហើយក្រុមហ៊ុននេះក៏មានការរកស៊ីជាមួយក្រុមហ៊ុនផ្សេងច្រើនអញ្ចឹងគេហៅថាទុនវាធំគឺមិនងាយដួលរលំទេហើយម្យ៉ាងវិញទៀតភាគហ៊ុននេះគឺខ្ញុំឃើញប្រហែលជា3ឆ្នាំតែខ្ញុំទើបចាប់ផ្ដើមទិញការឆ្នាំ2020ចុងឆ្នាំ2024ខ្ញុំលេងអាហ្នឹងខ្ញុំលេងភាគហ៊ុនមួយនេះក៏ខ្ញុំចំណេញបានលុយជាច្រើនដែរប៉ុន្តែឥឡូវខ្ញុំអត់មាន share ទេព្រោះអីខ្ញុំលក់កាលពីជំនាន់មុនខ្ញុំគិតថាខ្ញុំលក់បានថ្លៃហើយតែឥឡូវឡើងបងប្អូនខ្ញុំលក់តាំងពី170ឥឡូវវាឡើង200ខ្ញុំមិនអត់ហ៊ានទិញទៀតប៉ុន្តែក្រុមហ៊ុននេះល្អបើសិនជាយើងទិញទុកពេលវែងទុកពេលវេលាវែងគឺល្អមែនតែខ្ញុំអត់មាន share ទៀតទេក្រុមហ៊ុនមួយនេះព្រោះអីខ្ញុំលក់តាពីជំនាន់160 170ហ្នឹងឯងខ្ញុំលក់ខ្ទង់ប៉ុណ្្នឹងឯងហើយខ្ញុំរងចាំវាចុះមកវិញខ្ញុំទិញអត់ទេអត់ឃើញចុះមកវិញទេបងប្អូនអញ្ចឹងទៅខ្ញុំអត់ហ៊ានទិញដែរវាថ្លៃប៉ុន្តែសង្ឃឹមប៉ុន្តែមើលទៅមិនចុះទេបងប្អូនព្រោះអីខ្ញុំចាំមើលឡើងប្រហែលចង់4ខែខ្ញុំអត់ឃើញវាចុះទេឃើញតែឡើងរហូតអញ្ចឹងទៅខ្ញុំគិតថាក្រុមហ៊ុននេះវាមានភាពរឹងមាំច្រើនខ្ញុំចូលចិត្តក្រុមហ៊ុននេះខ្លាំងបើសិនជាវាចុះមកវិញទៅ150ខ្ញុំទិញយកវិញឯងបងប្អូនតែដោយសារតែវាអត់ចុះមកវិញអញ្ចឹងបើសិនជាសង្ឃឹមថាថ្ងៃណាមួយវានឹងចុះទៅខ្ញុំនឹងទិញថែមប៉ុន្តែស្អែកនេះគឺប្រហែលជាភាគហ៊ុនមាសហើយនឹងប្រាក់ហ្នឹងគឺឡើងទៀតហើយអញ្ចឹងចាំមើលតើវាយ៉ាងម៉េចដែរសង្ឃឹមថាបងប្អូនរងចាំមើលហើយសូមជួយ subscribe និង like ផងបងប្អូនអរគុណច្រើនជម្រាបលា